បាទសម្រាប់ចន្ទីនេះគឺយើងបានដាក់ជីនិងអាហាររួចរាល់អស់ហើយបាទដូចខ្ញុំបញ្ជាក់ពាក់ព័ន្ធនឹងដំណាំចន្ទីយើងដាក់ឲ្យត្រូវមាត់វាហើយនឹងដាក់ឲ្យត្រូវពេលវាបាទទើបវាយកទៅប្រើជាប្រយោជន៍បានលឿនបានល្អបាទអញ្ចឹងមិញយើងបានចាក់ស្រោចគោលជុំវិញគួលអស់ហើយបាទបងប្អូនមើលនេះបាទគឺស្ថានភាពដែលយើងចាក់មុនហ្នឹងណាបាទយើងចាក់រួចរាល់អស់ហើយបាទអញ្ចឹងពាក់ព័ន្ធនឹងដំណាំចន្ទីបងប្អូនត្រូវដឹងចេះពាក់ព័ន្ធនឹងដំណាំចន្ទីដើម្បីឲ្យដំណាំចន្ទីលូតលាស់ល្អនិងខ្លាំងបាទនៅដើមរដូវវស្សានេះវាពឹងផ្អែកលើកត្តា3ទី1គឺទឹកប៉ុន្តែមិនមែនទឹកជោគជាំទេបាទគឺសំណើមសមស្របបាទទី2គឺពន្លឺបាទពេលនេះគឺពន្លឺគឺអូខេហើយគឺគ្រប់គ្រាន់ហើយសមស្របហើយទី3គឺកត្តាជីនៅនឹងដីមានស្រាប់បាទអញ្ចឹងពាក់ព័ន្ធនឹងកត្តាជីនៅនឹងដីមានស្រាប់វាស៊ីសងដោយតំបន់ខ្លះជីគ្រប់គ្រាន់ដំណាំលូតលាស់ល្អតំបន់ខ្លះជីមិនគ្រប់គ្រាន់ធ្វើឲ្យដំណាំខ្សោយប៉ុន្តែប្រសិនបើជីគ្រប់គ្រាន់ឬក៏ជីស្ទើរតែបើពាក់ព័ន្ធនឹងប្រព័ន្ធរឹសរបស់វាអត់ដំណើរការរឹសខូចស្មើនឹង0ដាក់ជីប្រមាណក៏វាអាចយកទៅជាប្រយោជន៍បានដែរអញ្ចឹងខ្ញុំឲ្យបងប្អូនមកស្គាល់ជាមួយស្ដេចជីស្រោចគោល 1M ស្រោចទៅពាក់ព័ន្ធនឹងការព្យាបាលទៅលើប្រព័ន្ធរឹសខូចបំពន់ទៅដល់រឹសទៀតបាទធ្វើឲ្យរឹសចេញច្រើនរឹសស្បែកចេញច្រើនបាទកាលណាតែរឹសស្បែកចេញច្រើនពាក់ព័ន្ធនឹងបញ្ហាកែដីជាពិសេសគឺទម្រង់នៃការកែដីឧទាហរណ៍ថាដីរបស់យើងក្តាំងដីរបស់យើងខ្សោយជីជាតិបាទវានឹងកាច់រំលាយកាកសំណល់ដែលនៅសេសសល់នៅក្នុងដីឲ្យคล้ายទៅជាអាហាររបស់រុក្ខជាតិនៅពេលដែលរុក្ខជាតិចាប់ផ្ដើមចេញរឹសថ្មីមកច្រើនអាហារមានសមស្របមានពេញលេញនោះវានឹងបឺតទៅជាប្រយោជន៍ចិញ្ចឹមដល់ដងបាទធ្វើឲ្យស្លឹករបស់ចន្ទីឬក៏ដំណាំផ្សេងក៏ដោយបាទគឺប្រែពណ៌មកជាកម្មៅត្រួយចាប់ផ្ដើមចេញល្អហើយនឹងធំថ្លោសបាទកាលណាតត្រួយធំថ្លោសបានល្អស្លឹករបស់វាអាចធ្វើរស្មីសំយោគក្នុងការផលិតអាហារបានពេញលេញនោះវានឹងត្រៀមខ្លួនក្នុងការផលិតផ្កាផ្លែនៅរដូវក្រោយបាទមិនអន់មិនថយមិនធ្លាក់ក្រោយពេលប្រមូលផលបាទអរគុណ